ដើម្បីទប់ស្កាត់មេរោគដែលគំរាមកំហែងដល់កសិដ្ឋានរបស់យើងកំពុងជូនដំណឹងដល់អ្នកអំពីច្បាប់ដាក់នៅដាច់ដោយឡែកសម្រាប់បក្សីសម្រាប់ពលករបរទេសច្បាប់ដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់សំខាន់នៅពេលចូលទៅក្នុងកសិដ្ឋានអ្នកត្រូវតែមិនស្លៀកពាក់សម្លៀកបំពាក់ខាងក្រៅហើយស្លៀកសម្លៀកបំពាក់ការពារមេរោគនិងស្បែកជើងការពារពិសេសច្បាប់ដាក់ឲ្យនៅដាច់ដោយឡែកពីគេសំខាន់ពីរកុំចូលតាមទ្វារក្រោយដែលមិនមានទ្វារខាងមុខត្រូវបិទទ្វារខាងក្រោយនិងដំឡើងសញ្ញាហាមចូលច្បាប់ដាក់ឲ្យនៅដាច់ដោយឡែកពីគេសំខាន់3ពេលចូលបន្ទប់អ្នកមិនត្រូវស្លៀកសម្លៀកបំពាក់ការពារដែលមានស្រាប់ទេអ្នកត្រូវតែបដូរទៅសម្លៀកបំពាក់ការពារថ្មីនិងពាក់ស្បែកជើងកវែងដែលបានដំឡើងនៅក្នុងបន្ទប់និងសម្រាប់មេរោគលើដៃនិងស្បែកជើងមុនពេលចូលច្បាប់ដាក់ឲ្យនៅដាច់ពីគេសំខាន់4មុនពេលគ្រឿងចាក់ឬបរិការចូលទៅក្នុងកសិដ្ឋានឬចូលកន្លែងចិញ្ចឹមសត្វត្រូវតែសម្លាប់និងសម្អាតមុនពេលផ្លាស់ទីហើយត្រូវតែសម្លាប់មេរោគផងដែរច្បាប់ដាក់ឲ្យនៅដោយឡែកពីគេសំខាន់5កម្មករដែលធ្វើការនៅក្នុងកសិដ្ឋានត្រូវបានហាមឃាត់មិនឲ្យនេសាទដើរជាដើមនៅក្នុងតំបន់ជម្រកបក្សីផ្លាស់ទីលំនៅហើយត្រូវតែបដិសេធពីសកម្មភាពដែលធ្វើស្រែចម្ការជុំវិញកសិដ្ឋានជំហានដំបូងឆ្ពោះទៅរកការដាក់ឲ្យនៅដាច់ពីគេដោយសុវត្ថិភាពការចងចាំនិងការអនុវត្តច្បាប់ដាក់ដោយឡែកពីសត្វបក្សីគឺជាគន្លឹះក្នុងការការពារកសិដ្ឋានរបស់ពួកយើងពីមេរោគ